ឥឡូវខ្ញុំចង់មកជាលក្ខណៈធំធតិចក៏មកឥឡូវតែបានដូចចិត្តដល់សាយវាខ្ជូតពេកធ្លាប់អត់បានខ្ញុំចាំខ្ញុំដាក់លីងនៅខាងក្រោមឲ្យសំខាន់ថាឈើស្រស់ៗកាន់មុខខ្ញុំផ្ទាល់អស់ណាមួយខ្ញុំធ្វើកិច្ចការនេះខ្ញុំចង់មកដែលខ្ញុំធ្វើទៅតែប៉ុន្តែមុន You like this here? ខោនច្រើនខ្ញុំតែងឲ្យបើខ្ញុំត្រឡប់ទៅផ្ទះវិញ Hi guys, welcome back to Blue Soul មុននឹងចេញវីដេអូខ្ញុំចង់បកស្រាយបន្តិចដោយសារវីដេអូលើកឡើងខុសពីវីដេអូមុន cause វីដេអូមុនភាគច្រើនខ្ញុំថតតែពីដើរលេងតែអត់មានគិតរៀនគិតអីចឹងឥឡូវខ្ញុំចង់មកជាលក្ខណៈធំធតិចក៏មកគេគិតថាក្មេងទំនើបពេក So វីដេអូហ្នឹងមកបែបជាលក្ខណៈ study ទៅក្រៅទៅញ៉ាំអីឬក៏ទៅ shopping ឬក៏ទៅរៀននៅកាហ្វេតាមម្នាក់ឯងទេហើយមួយវិញទៀតគឺធ្វើអ្វីដល់ខ្លួនឯងបាទវីដេអូហ្នឹងគឺខ្ញុំថតយូរដែរហើយតាំងពីឆ្នាំទី1ឆ្នាំទី2ប៉ុន្តែខ្ញុំយកអាវីដេអូតាំងពីឆ្នាំទី1ឆ្នាំទី2ហ្នឹងខ្ញុំកាត់ដាក់វីដេអូចូលគ្នាយកមក Yes ចឹងតោះមើលវីដេអូតើគ្នាGood morning អ្នកទាំងគ្នាហើយឥឡូវហ្នឹងគឺខ្ញុំកំពុងតែនៅក្រៅដើម្បីទៅហាងកាហ្វេមួយហើយហាងកាហ្វេហ្នឹងគឺនៅជិតសាលានរោត្តមតែសំខាន់ហាងកាហ្វេហ្នឹងគឺខ្ញុំភ្លេចឈ្មោះទៀតដោយសារតែវីដេអូហ្នឹងវាយូរពេកតែអត់អីទេអ្នកទាំងគ្នាចាំខ្ញុំរកឈ្មោះហាងហ្នឹងចាំខ្ញុំដាក់ link នៅខាងក្រោមឲ្យសំខាន់ហាងកាហ្វេហ្នឹងគេមានលក់ Blind Box ទៀតចាអារម្មណ៍ខ្ញុំគឺអារម្មណ៍អប់មួហ្មងមានជាការចង់ទិញខ្លាំងឥឡូវទិញបានដូចចិត្តដោយសារវាខ្ជូតពេកធ្លាប់អត់បានហើយខ្ញុំមកហាងកាហ្វេតាមម្នាក់ឯងហ្នឹងគឺខ្ញុំត្រូវធ្វើ assignment របស់ខ្ញុំតែចង់និយាយថាចិត្តដល់ញ៉ៃគ្រូ submit ណាប៉ុន្តែមើលទង្វើកូនសិស្សចិត្តដល់ញ៉ៃបានធ្វើកម្ពុជាកូនសិស្សមហាលោផ្លោះទ្រីងដែលខ្ញុំ order ហ្នឹងគឺធ្វើចេញពីផ្លែឈើពី3មុខគាត់ធ្វើទ្រីងហ្នឹងខ្ញុំឃើញគាត់យកផ្លែឈើស្រស់ៗកាន់មុខខ្ញុំផ្ទាល់វាយកទឹកផ្លែឈើយកមកលាយទេខ្ញុំភ្លេចនឹកឃើញឈ្មោះហាងគាត់អក្សរនៅលើទ្រីងហ្នឹងគឺ Tipsy Bean ទ្រីងហ្នឹងល្អហើយគឺឆ្ងាញ់ទៀតនេះគឺជាអាស័យបំផុសខ្ញុំហើយធ្វើហ្នឹងគឺវារៀងយូរម៉ោងដែរគឺវាយូរម៉ោងខ្លាំងហ្មងតែបើថាចិត្តដល់ញ៉ៃ submit អីចឹងណា slot ណាធ្វើតែមួយញ៉ៃហើយតែចង់និយាយថាអាមួយញ៉ៃហើយហ្នឹងគឺដាច់យុគខ្ញុំវិញគឺវាមហាកម្ពុជាបងជួយចិត្តណាយកអាស័យមកធ្វើពេលចិត្ត submit ចឹងហើយបាទខ្ញុំធ្វើចឹងដោយសារតែមនុស្សខ្ញុំវាខុសគេអាពេលគេអត់ទាន់ចិត្តដល់ថ្ងៃ submit ឬក៏ប្រមូលកិច្ចការចឹងណាគឺខ្ញុំធ្វើអាស័យមិនគឺអត់សូវចាញ់ទេប៉ុន្តែអាពេលចិត្តដល់ថ្ងៃគ្រូប្រមូលកិច្ចការចឹងណាអាលក្ខណៈថាស្លាប់ហើយគឺធ្វើអាស័យមិនចាញ់ហ្មងអ្នកទាំងអស់គ្នាឮខ្ញុំនិយាយចឹងហើយសូមកុំយកតម្រាប់តាមខ្ញុំគឺអត់ល្អទេSo ឥឡូវហ្នឹងគឺដល់ម៉ោងដែលខ្ញុំត្រូវទៅផ្ទះប៉ុន្តែមុននឹងទៅផ្ទះហ្នឹងគឺខ្ញុំឈានចូល Aeon Plus ខ្ញុំចង់ទិញអីវ៉ាន់ខ្លះហើយនឹងសម្ភារៈខ្លះយកមករៀបចំនៅលើតុរៀនខ្ញុំហើយនឹងសម្ភារៈខ្លះទៀតត្រូវយកទៅរៀនGood morning អ្នកទាំងអស់គ្នានេះខ្ញុំពងនៅហាងកាហ្វេខ្ញុំទៅហាងកាហ្វេតាំងពីព្រឹក cause ខ្ញុំចង់ធ្វើ assignment ឲ្យឆាប់អស់ណាមួយខ្ញុំធ្វើកិច្ចការនេះខ្ញុំចង់បានរៀងស្ងាត់ដែរចឹងទៅខ្ញុំត្រូវទៅនឹងគឺទៅអង្គុយធ្វើ assignment តែឯងទេតែឃើញខ្ញុំត្រវីហ្នឹងកុំយកច្រឡំថាខ្ញុំរៀងខាងគូប្លង់ No អត់ទេ Actually my major is fashion designer ដោយសារខាងសាលាខ្ញុំហ្នឹងអ្នកដែលរៀននៅ foundation គឺគេតម្រូវឲ្យកូនសិស្សរៀនចម្រុះច្រើនមុខ
ឲ្យស្អីមិនចប់ខ្ញុំនឹកឃើញថាចង់ទិញ skin care ខ្លះដែរដោយសារតែ skin care របស់ខ្ញុំវាចិត្តអស់ដែរចឹងហើយណាមួយវាប៉ះចំពេលដែលគេ discount ច្រើនខ្ញុំទិញឲ្យបើខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំទិញគ្រឿង cosmetic ហ្នឹងគឺខ្ញុំទៅពីកន្លែង Flash Skin មួយហើយនឹង Beauty Shop មួយពេលហ្នឹងខ្ញុំនៅចាំបានដោយសារតែមានការ Black Friday ចឹងទៅគ្រប់ហាងភាគច្រើនគេមានការ discount ហើយខ្ញុំបានទិញគ្រឿង make up ហើយនឹង skin care ខ្លះ skin care មួយចំនួនខ្លះក៏ខ្ញុំទិញទុកឲ្យ boyfriend ខ្ញុំដែរ Gần đó xong mấy công an trong đây. When you move it, you should start doing the light. And do you like this here? No. ពេលខ្ញុំចេញពីរៀនខ្ញុំឆ្លៀតចូលទិញសម្ភារៈថែមទៀតគឺខ្ញុំត្រូវទិញ pen highlighter សៀវភៅ and bag អូខេសរុបមកវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមមើលទៅវារៀងខ្លីដែរពេលហ្នឹងគឺខ្ញុំបានថតវីដេអូច្រើនប៉ុន្តែដោយសារខ្ញុំទុកយូរពេកអាខ្លះមើលអត់សូវច្បាស់អាខ្លះមើលច្បាស់អញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាលុបអាវីដេអូអាអត់ច្បាស់ចេញអញ្ចឹងទៅខ្ញុំក៏យក edit បានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលខំចំណាយពេលមើលវីដេអូមួយហ្នឹងហើយជួបខ្ញុំនៅវីដេអូក្រោយ Bye bye see you guys The afternoon wind soft against the wall